ចាគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបនឹងខ្ញុំនៅវីដេអូថ្មីទៀតហើយថ្ងៃនេះដែរនឹងខ្ញុំចង់មកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រនៃការចិញ្ចឹមមាន់ស្រែតាមលក្ខណៈគ្រួសារពុកម៉ែបងប្អូនប្រហែលជាឆ្ងល់ហើយត្រូវអត់ធ្លាប់តែរត់ដងនឹងខ្ញុំធ្វើបទបង្ហាញពីការចិញ្ចឹមមាន់ប៉ុន្តែបែបលក្ខណៈថាជាកសិដ្ឋានឬក៏ការចិញ្ចឹមច្រើនចាហើយសម្រាប់ថ្ងៃនេះដែរនឹងខ្ញុំចង់មកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីការចិញ្ចឹមលក្ខណៈបែបគ្រួសារលក្ខណៈថាតិចតួចម្ដងចាចង់ដឹងទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះសម្រាប់ធុងរបស់យើងចិញ្ចឹមជាធម្មតានៅពេលដែលមាន់របស់យើងតូចគឺយើងត្រូវការធុងបែបនេះដើម្បីចិញ្ចឹមវាដូចជាដាក់កុំឲ្យវាជន់នឹងដៃផ្ទាល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយដូចនេះដូចដែលបានឃើញនេះអានេះនៅពេលដែលវារៀងធំបន្តិចគឺយើងអាចដកកំហែវាទៅខាងក្រោមបានណាអញ្ចឹងពុកម៉ែបងប្អូនមកមើលអាធុងតូចបំផុតនេះចាហើយនេះសម្រាប់កូនមាន់របស់យើងនៅពេលដែលវាទៅតែញាស់គឺយើងដាក់បែបនេះបានហើយយើងធ្វើការក្រាលអាកំរាខាងក្រោមនោះអាហ្នឹងដើម្បីកុំឲ្យមាន់របស់យើងហ្នឹងវាខូចជើងបើកាលណាវាអត់មានក្រាលអីសោះធ្វើឲ្យកូនមាន់របស់យើងហ្នឹងវាអាចខូចជើងវាអាចប៉ែវជើងចឹងទៅដោយសារវាតាក់នឹងអាសំណាញ់ហ្នឹងហើយណាមួយជើងមាន់របស់យើងវានៅខ្ចីចាហើយពុកម៉ែមានឆ្ងល់ថានេះជាអីនេះមិនមែនជាអំពូលដែលយើងសម្រាប់គ្រាន់តែភ្លឺធម្មតាពុកម៉ែបងប្អូនទាំងអស់គ្នាគឺអំពូលសម្រាប់យើងដាក់កម្ដៅកូនមាន់នឹងឲ្យវាក្ដៅផងដែរហើយសម្រាប់ចំណីវិញគឺយើងដាក់វានិយាយទៅដាក់ជាប់រហូតដល់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺយើងប្រើប្រភេទចំណីម៉ត់សម្រាប់កូនមាន់យើងតែម្ដងហើយសម្រាប់ការផ្ដល់ចំណីនេះដែរគឺយើងអត់កំណត់ពេលវេលាអីទេគឺយើងដាក់វាឲ្យវាមានរហូតតែម្ដងចាហើយអានេះដោយសារពេលថ្ងៃមិញហ្នឹងវាក្តៅពេកអញ្ចឹងហើយទឹកខ្ញុំបើកវានឹងឲ្យវាស្រឡះឲ្យវាមានខ្យល់សម្រាប់នៅពេលដែលយប់ឡើងគឺយើងត្រូវការធ្វើវាបិទបាំងវាឲ្យជិតមកព្រោះអីមាន់បើយើងត្រូវការកម្ដៅខ្លាំងហើយវាអត់ត្រូវការលហើយពេកទេពេលយប់ចាហើយសម្រាប់ចំណែកទឹកគឺយើងដាក់វារហូតចាហើយដូចឃើញអញ្ចឹងមុនហ្នឹងអានេះនៅពេលដែលវាញាស់ដបងអញ្ចឹងណាហើយបន្ទាប់ដែលវារៀងធំអញ្ចឹងដូចដែលខ្ញុំបានបង្ហាញមុនហ្នឹងអញ្ចឹងគឺយើងអាចមកដាក់ប្រភេទធុងធំអញ្ចេះបានតែនេះយើងលក្ខណៈតិចតួពុកម៉ែបងប្អូនទាំងអស់គ្នាគឺយើងចិញ្ចឹមលក្ខណៈថាតិចតួយើងអត់ទិញមាន់ពីគេហើយមកឥឡូវយើងមើលប្រភេទសបុករបស់វានេះពុកម៉ែបងប្អូនទាំងអស់គ្នាគឺវាងាយតែម្ដងគឺយើងគ្រាន់តែដាក់សបុកអញ្ចឹងទៅហើយនៅពេលដែលវាញាស់គឺយើងយកវាមកដាក់ចិញ្ចឹមដូចដែលបានឃើញមុនហ្នឹងអញ្ចឹងចាមកពុកម៉ែបងប្អូនទាំងអស់គ្នាហើយអានេះអាចមើលបានប្រភេទធុងរបស់យើងបើសិនជាធុងប៉ុណ្ណឹងគឺយើងអាចដាក់វា100ក្បាលបានណាពុកម៉ែបងប្អូនទាំងអស់គ្នាដល់នោះយើងលក្ខណៈថា4 10ឬក៏20ក្បាលតែអានេះយើងអាចដាក់បាន100ក្បាលឥឡូវនៅពេលដែលយើងដាក់ធុងប្រភេទដូចខ្ញុំបង្ហាញមុនហ្នឹងអញ្ចឹងហើយគឺយើងនៅពេលដែលធំអញ្ចឹងយើងអាចដាក់ធុងអញ្ចឹងបានទៀតដោយសារវាត្រូវការ space ទលាយហើយត្រូវការខ្យល់ចេញចូលច្រើនចាឥឡូវមើលធុងជាមួយខ្ញុំទាំងអស់គ្នាមកចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយអានេះសម្រាប់ទីធ្លារបស់យើងនៅកាលណាដែលយើងតម្លាក់អានេះសម្រាប់កូនមាន់100ក្បាលចាហើយនៅពេលដែលយើងតម្លាក់ពីលើអាចត្រង់ដែលខ្ញុំបង្ហាញមុនហ្នឹងគឺយើងអាចយកមកដាក់អញ្ចេះបានគឺយើងនិយាយទៅសាមញ្ញពុកម៉ែបងប្អូនទាំងអស់គ្នាយើងមិនបាច់ត្រូវការធុងដែលធំពេកទេគឺយើងដាក់តែប៉ុណ្ណឹងមកយើងអាចចិញ្ចឹមបានទេនៅពេលដែលវាអានេះអាយុត្រឹមតែ1ខែកន្លះអីគឺយើងអាចចិញ្ចឹមប្រឡែងវាឲ្យទៅក្រៅដើម្បីឲ្យស៊ីស្មៅចឹកស្មៅអីផ្សេងនៅទីធ្លាខាងក្រៅធំនឹងបានហើយសម្រាប់នៅពេលដែលវាតូចអញ្ចឹងគឺយើងអត់ត្រូវការប្រឡែងវាឲ្យវាហត់ទេដោយសារអីណាមួយកាពះប្រវិនវាខ្សោយវាអត់ត្រូវអាចចឹកស្មៅឬក៏ចឹកអីផ្ដេសផ្ដាស់បានហើយវាងាយធ្វើឲ្យកូនមាន់របស់យើងហ្នឹងវាងាយនឹងរាកបានចាហើយណាមួយក៏វាត្រូវការលហើយជាអីខ្លាំងដែរអញ្ចឹងហើយគឺយើងត្រូវការបិទបាំងនេះលក្ខណៈថាបែបសាមញ្ញមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាអាចមើលបាននេះគ្រាន់តែជាបេយើងធម្មតាយើងគ្រាន់តែដាក់បាំងវាកុំឲ្យវាមានខ្យល់ចេញចូលច្រើនអញ្ចឹងណាតែយើងមិនមែនថាយើងបិទទាំងអស់ជុំវិញឲ្យវាហប់ហ្មងឯងគឺយើងមានប្រឡោះសម្រាប់ឲ្យមានខ្យល់ចេញចូលផងដែរចា
ចាពុកម៉ែបងប្អូនទាំងអស់គ្នាអាចមើលទីធ្លាខាងក្រោយខ្ញុំបាននៅពេលដែលវាធំទៅគឺយើងអាចប្រឡែងវានិយាយទៅលក្ខណៈថាសាមញ្ញយើងគ្រាន់តែលាយចំណីតិចតួចហើយមានបន្លែដូចជាតកួនដូចជាស្មៅផ្អែមអីគឺយើងអាចកិនលេបញ្ចូលគ្នាអាចផ្ដល់ឲ្យវាធំលូតលាស់បានល្អបានហើយអានេះយើងមិនបាច់ទៅសាំញ៉ាំយើងធ្វើធុងបែបធំអីទេគឺយើងត្រូវការធ្វើមកតូចល្មមសម្រាប់និយាយទៅដាំទុនបើយើងតិចតួចក៏យើងអាចធ្វើបានចាហើយថ្ងៃនេះដែរនាងខ្ញុំមិនត្រឹមតែប៉ុណ្ណឹងឯងនាងខ្ញុំចង់មកបញ្ជាក់នៅចំណុចតិចតួចយើងទាក់ទងទៅនឹងការប្រើប្រាស់ចំណីការប្រើប្រាស់ចំណីគឺសំខាន់មែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយសម្រាប់ប្រជាជនយើងមួយចំនួនគឺគាត់ចិញ្ចឹមលក្ខណៈគ្រួសារនៅពេលដែលគាត់ចិញ្ចឹមតិចតួចអញ្ចឹងគឺគាត់តែងតែទិញចំណីពីគេហ្នឹងគឺគាត់អត់ទិញច្រើនទេនិយាយទៅ1គីឡូ2គីឡូអីសម្រាប់មាន់របស់គាត់ហ្នឹងពី3ថ្ងៃចឹងទៅចាហើយសម្រាប់ការទិញនេះក៏គាត់អត់បានពិនិត្យដូចជា delay ឬក៏ថ្ងៃខែដែលថាផុតកំណត់ថ្ងៃណាគឺគាត់អត់បានមើលជាក់លាក់ទេហើយសម្រាប់អ្នកលក់មួយចំនួនគាត់និយាយទៅក៏គាត់អត់បានមើលដែរអញ្ចឹងណាអាចថាលក់ដោយចំណីហួស delay មកឲ្យយើងស៊ីអញ្ចឹងធ្វើឲ្យមាន់របស់យើងហ្នឹងវាអាចប៉ះពាល់ដោយថាវាអត់ងាយធំហើយអញ្ចឹងបងប្អូនមួយចំនួនគាត់ឆ្ងល់ថាហេតុអីគាត់ឲ្យចំណីដូចគ្នាហើយគាត់ថែទាំដូចគ្នាហេតុអីមាន់របស់គាត់អត់ធំលូតលាស់ដូចគេអញ្ចឹងនេះជាចំណុចសំខាន់មួយដែរដែលបងប្អូនត្រូវតែយកចិត្តទុកដាក់និងមើលឲ្យបានច្បាស់លាស់មុននឹងទិញចាហើយសម្រាប់ការជ្រើសរើសចំណីនេះមិនត្រឹមតែមើល delay គឺយើងត្រូវការមើលទៅលើសារធាតុចិញ្ចឹមរបស់វាតើវាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់មាន់របស់យើងអត់អញ្ចឹងគឺយើងត្រូវមើលទៅលើប្រភេទចំណីនេះដែរចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់វីដេអូនេះដែរគឺនាងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាហើយមួយវិញទៀតបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវការប្រភេទជាមាន់ស្រែមិនថាកូនមាន់ឬក៏មាន់សាច់ឬក៏ប្រភេទទាកាប៉ាទេគឺខាងនាងខ្ញុំមានសម្រាប់គ្រប់គងជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាចាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំកន្លងមកចាអរគុណជម្រាបលា